ឲ្យទៅដល់ថ្ងៃច័ន្ទគឺជាថ្ងៃដែលខ្ញុំត្រូវឡើងផ្សារដើម្បីទិញម្ហូបសម្រាប់3ថ្ងៃទៅ5ថ្ងៃអាស្រ័យតាមទៅលើបន្លែដែលយើងអាចទុកបានយូរចឹងដែរប៉ុន្តែបើសម្រាប់សាច់ប្រភេទសាច់ដូចជាសាច់ជ្រូកសាច់គោឆ្អឹងជនីឆ្អឹងអីអាហ្នឹងសិតតែយើងអាចប្រកបបានគឺខ្ញុំទិញសម្រាប់មួយអាទិត្យទុកតែម្ដងតែបើសម្រាប់ថៃវិញអាហ្នឹងតើទៅដល់ថ្ងៃដែលត្រូវស្លអាហ្នឹងខ្ញុំចាប់ផ្ដើមឡើងទៅទិញនៅចិត្តផ្ទះព្រោះដោយសារផ្សារនៅចិត្តផ្ទះដែរទេហើយបន្លែខ្ញុំរៀបចំទុកដាក់តាមហ្នឹងទៅបន្លែណាដែលរឹងយើងរៀបទុកនៅខាងក្រោមបន្លែណាដែលវារៀងទន់វាឆាប់ធូមឆាប់ទក់ហ្នឹងគឺខ្ញុំទុកនៅខាងលើនិយាយទៅខ្ញុំរៀបមួយអាទិត្យម្ដងអញ្ចឹងអ្នកទាំងអស់គ្នាដើម្បីឲ្យយើងងាយស្រួលងើបក្រោកពីគេងមកគឺយើងអត់ហត់ត្រូវឡើងផ្សារច្រើនដងហើយសម្រាប់ផ្នែកសាច់វិញក៏ខ្ញុំលាយកមកចែកវាហើយដើម្បីយើងយកទៅលាងដាក់ឲ្យស្វាត់ទឹកបានខ្ញុំច្រកថង់ដាក់ចូលទូបកកកន្លែងកកអញ្ចឹងកិច្ចការនេះរីគឺអត់មានអីទេអ្នកទាំងអស់គ្នាគឺវិលជុំជាមួយចក្រាននឹងឯងអញ្ចឹងខ្ញុំចំណាយពេល8ម៉ោងពេលផឹកនឹងខុកឡើងគឺដើម្បីរៀបចំទៅផ្សារនិយាយទៅទូនាទីខ្ញុំវិលជុំទេផឹកឡើងដឹងតែមួយទឹកស្លៀកពាក់អូនអត់ទាន់ភ្ញាក់គឺខ្ញុំត្រូវទៅផ្សារទិញម្ហូបយកមកទុកដាក់អញ្ចឹងដើម្បីនាំតែពេលយើងមកដល់ពីផ្សារវិញគាត់ភ្ញាក់អញ្ចឹងថ្ងៃនេះដែរខ្ញុំក៏បានសឡជាមួយស្លឹកបាសស្ងោរស្លឹកបាសជាមួយនឹងសាច់ជ្រូកជ្រាមណាចុះខ្ញុំដាក់លាងខ្ញុំត្រាំមួយស្ទុះហើយត្រាំចូលកន្លះម៉ោងហើយខ្ញុំលាងទឹក2ដងអញ្ចឹងឥឡូវយើងស្រង់ស្លឹកបាសរបស់យើងមកថ្ងៃហ្នឹងស្លឹកបាសលាងជាមួយផ្ទាអ្នកទាំងអស់គ្នាធម្មជាតិខ្ញុំមកដឹងដែរដឹងទិញផ្សារឥឡូវកាត់មកដល់កន្លែងនេះយើងត្រូវចាប់ផ្ដើមស្លវិញដៃមួយចំហៀងអ្នកទាំងអស់គ្នាឃើញតែឆ្លោះពីចក្រានទៅដឹងហើយដៃមួយចំហៀងថតមួយចំហៀងធ្វើហ្នឹងហើយចឹងភាកច្រើនខ្ញុំស្ងោរគឺខ្ញុំចូលចិត្តម្លីងខ្ទឹមលីងសាច់សិនបើខ្ញុំបងគ្រឿងមកអីហើយបើខ្ញុំដាក់ទឹកពីមុនអាហ្នឹងខ្ញុំចេះតាមរូបមន្តម៉ាក់ខ្ញុំដែរទេពីមុនខ្ញុំស្ងោរអីគឺខ្ញុំគិតថាស្ងោរគឺត្រូវតែដាក់ទឹកមុនដាក់ទឹកដាំទឹកពុះបញ្ជើងបងសាច់បងអីប៉ុន្តែវាអត់សូវឆ្ងាញ់អត់សូវឈ្ងុយដូចយើងម្លីងសាច់ទេប៉ុន្តែពេលដែលស្ងោរមិនថាស្ងោរស្ពៃឬក៏ស្ងោរស្លឹកបាសអញ្ចឹងកុំភ្លេចលួចជាមួយបកាយហឺអ្នកទាំងអស់គ្នាបកាយហឺដាក់ត្រាំទឹកតិចមកយើងមកលីងជាមួយខ្ទឹមហើយចាំយើងដាក់សាច់បន្ទាប់មកលីងឲ្យរៀងឆ្អិនសាច់យើងរៀងឆ្អិនបន្តិចបាទយើងដាក់បង់គ្រឿងហើយគ្រឿងខ្ញុំភាគច្រើនខ្ញុំដាក់អញ្ចឹងខ្ញុំអត់ចូលចិត្តដាក់ម្ដងមួយទេអញ្ចឹងខ្ញុំដាក់ទឹកម្លីងស្ងួតរៀងដាច់ទឹកហើយយើងចាប់ដើមចាក់ទឹកមកដើម្បីមកងាស់ឲ្យសាច់ឆ្អិនល្អអញ្ចឹងខ្ញុំដាក់ទឹក3បាវបន្ទាប់ពីទឹកពុះហើយខ្ញុំចាប់ដើមបង់បន្លែហើយចាំស្រង់ពពុះបងបន្លែហើយយើងស្រង់ពុះចេញបន្តិចមកបន្លែនេះអស់តែ3000ឯអ្នកទាំងអស់គ្នានិយាយទៅបន្លែ3000សាច់ថា10000ចុះអញ្ចឹងជួនកាលញ៉ាំបាន2ពេលជួនកាលញ៉ាំបាន1ពេលព្រោះអ្នកផ្ទះខ្ញុំញ៉ាំតិចណាផឹកឡើងអត់មានចែកជើងគ្នាចេញធ្វើការម៉ាក់អីក៏ទៅផ្សារអីនៅផ្សារអញ្ចឹងណាអញ្ចឹងឆ្លៀតពេលដែលសាច់យើងត្រូវមកងាស់បន្លែឲ្យវារៀងទន់បន្តិចហ្នឹងខ្ញុំមកបេះស្អំដើម្បីទុកជៀនជាមួយពងទាពេលល្ងាចព្រោះខ្លាចថាបើសិនជាយើងខ្វះសឡល្ងាចអីយើងមានស្អំជៀនមួយពងទាថែមអញ្ចឹងណាហើយសាច់ជ្រូកសាច់អីក្នុងទូក៏មានដែរអ្នកនរគ្នាយើងប្រឡាក់ទៅខ្វះខាតឲ្យយើងជៀនថែមអញ្ចឹងឥឡូវសឡក៏ចាប់ដើមពុះដែរ